nào khi thời ca tinh camera nằm bay bật video ấy tao nhung tinh hay ấy bạn nào khi tao đăng test cứ nhung ban tinh camera thứ mấy để chi model Sony ZV-E10 video ní cứ nhung năng dễ ông bị experience bằng nhung này nhung ban chụp đam phá camera thứ mấy ní so far as a beginner cứ nhung một tuần chụp phá camera đang chọn tên trong ngay cứ nhung chụp nam explore cho mùi setting anh ấy cứ chụp footage để nhung ban thoát nó không S-Log mode trong video nàyคือខ្ញុំផាជាមួយនឹង lens 15mm ហើយនេះគឺជាការតេស្តជាមួយនឹង autofocus នេះវាយ៉ាង shaky ដោយសារតែខ្ញុំច្រឡំថតជា slow mo អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាដឹងទេខ្ញុំក៏ជា freelancer ម្នាក់ដែរដែលខ្ញុំធ្វើជា video editor so បើសិនអ្នកគ្នាមានការងារ complete hire me thanks actually this is my second project so there will be a lot more to learn វាមកឡើងខ្មៅងត់អញ្ចឹងគេបើក S-Log តើពីខ្ញុំចាប់ការងារហើយក៏ខ្ញុំចាប់ផ្ដើមមក outdoor វិញក្នុងការថតដើម្បី test ថាតើវាបែបម៉េចនៅខាងក្រៅអញ្ចឹងណា And one of my challenges is that ខ្ញុំមិនសូវចេះធ្វើ color grading ទេអញ្ចឹងទៅដល់ពេលខ្ញុំធ្វើទៅវានៅយ៉ាង slick វាអត់ទាន់ជាអីដែលខ្ញុំពេញចិត្តទេ but I'm still learning okay វាអត់ចាប់ហៅខ្ញុំទិញកាមេរ៉ានេះមកមានបំណងចង់ថតវីដេអូផងហូបផងដោយសារតែវីដេអូយើងថតជាប់ S-Log ពេលចង់ថត60 slot វិញខ្ញុំមិនដឹងថាតើយើងគួរតែផៅមិនអីមិនថត RAW ឬមកក៏អីអញ្ចឹងតែដោយសារតែការ switch setting ពីវីដេអូទៅរូបភាពហ្នឹងគឺរៀងពិបាកសម្រាប់ខ្ញុំអញ្ចឹងបើសិនណាអ្នកគ្នាមាន tip complete ប្រាប់ខ្ញុំឲ្យដឹងផងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេ so see you in the next video